ខ្ញុំសូមអរគុណទៅកាន់បងប្អូនដែលបានទម្លាក់ comment រហូតដល់640 comment ហើយ share រហូតដល់174 share ទៅកាន់ post មួយនេះខ្ញុំជឿជាក់ថាបងប្អូនច្បាស់ជាមានអារម្មណ៍រំភើបហើយអបអរសាទរជំនួសគ្រួសារគាត់ត្រឹមត្រូវគាត់ពិតជាមនុស្សកម្ពូលសំណាងលើលោកមែនតែនមូលហេតុអីទី1គាត់ដាក់តែម្ដងឯណាគ្រាន់តែឆែកលទ្ធផលភ្លាមឃើញជាប់ភ្លាមតែម្ដងគត់ទី2លេខដែលគាត់ទទួលបានក្នុងការតម្រង់ជួរចូលទូតដែលភាសាអង់គ្លេសគេហៅថា case number គឺគាត់ទទួលបានលេខទាបមែនតែនត្រឹមតែ 5000 ជាងឯងអញ្ចឹងលេខហ្នឹងគឺ 100% ឱកាសក្នុងការចូលទូតគឺខ្ពស់មែនតែនទី3ពេលចូលទូសម្ភាសក៏ជាប់ទៀតកុងស៊ុលគេអបអរសាទរគេរុះរាយរាក់ទាក់គេប្រំភើបជំនួសគាត់ធ្វើឲ្យគាត់មានភាពកក់ក្ដៅខ្លាំងមែនតែនទី4ពេលជាប់ហើយអត់ស្គាល់ណាគេសោះនៅសហរដ្ឋអាមេរិកមានកូនតូចហើយច្រើនទៀតប៉ុន្តែមានថៅកែចិត្តបុណ្យម្នាក់ខ្ញុំគិតថាប្រហែលជាមានតែម្នាក់ហ្នឹងឯងមើលទៅជួយមិនត្រឹមតែផ្ដល់កន្លែងស្នាក់នៅទេជួយផ្ដល់ការងារឲ្យប្រាក់ខែសមរម្យហើយជាពិសេសឲ្យប្រាក់កម្ចីមួយចំនួនដោយមិនគិតការប្រាក់ដោយមិនទៀមទាយកមកវិញទាំងអស់សងបដាតាមអ្វីដែលអាចធ្វើបានណាជាសហយក្នុងការធ្វើដំណើរទិញរបស់របរយកមកវិញទៀតហើយជាពិសេសទៀតចៃដន្យអីថៅកែហាងទៅខ្មែរអាចមកជាមួយគាត់ក៏ជួយមើលកូនឲ្យបានទៀតនិយាយទៅគឺថាមហាសំណាងហ្មងណាហើយជួបមនុស្សល្អជាច្រើនទៀតដូច្នេះខ្ញុំនឹងមានវីដេអូក្នុងការធ្វើបទសម្ភាសន៍ជាមួយគាត់នៅក្នុងសប្តាហ៍ក្រោយហើយខ្ញុំសង្ឃឹមថាវីដេអូនោះនឹងចេញបានឆាប់ប៉ុន្តែអ្វីដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាជួយធ្វើទី1តើបងប្អូនមានសំណួរអ្វីតាក់ទងពីឯកសារគាត់ពីជីវិតគាត់អ្វីដែលបងប្អូនចង់ឲ្យគាត់និយាយសូមទម្លាក់សំណួរនោះនៅក្នុង comment section ខាងក្រោមពីព្រោះខ្ញុំចង់ឲ្យសំណួរនោះចេញពីមាត់បងប្អូនពីព្រោះខ្ញុំដឹងរឿងហ្នឹងទាំងអស់ពេលខ្លះខ្ញុំមិនអាចមានសំណួរដូចជាបងប្អូនសួរដូច្នេះសូមមេត្តាចូលសួរខ្ញុំនឹងប្រមូលសំណួរទាំងអស់ដើម្បីទៅសួរគាត់ទី2ពេលដែលខ្ញុំបង្ហោះទៅសូមអញ្ជើញមើលផងកុំចាំតែសួរខ្ញុំពីព្រោះនេះហើយគឺជាជីវិតពិតនេះហើយគឺជាបទពិសោធន៍របស់គេពិតដែលបងប្អូនអាចរៀនសូត្របានហើយជួយ share មើលហើយជួយ share បើសិនជាពេញចិត្តដើម្បីលើកទឹកចិត្តអ្នកដទៃទៀតឲ្យគេចូលមកក្នុងការចែករំលែកទៅដល់អ្នកដទៃទៀតពីព្រោះខ្ញុំអរគុណទៅកាន់គាត់បើសិនជាគាត់ប្រាប់ថាបងខ្ញុំអត់ធ្វើទេខ្ញុំអត់ចាយទេខ្ញុំក៏ត្រូវគោរពសិទ្ធិគាត់ដែរខ្ញុំមិនអាចទៅបង្ខំគាត់ឲ្យគាត់ចាយបានទេប៉ុន្តែនេះគឺគាត់ចែករំលែកអស់ពីចិត្តគាត់ប្រាប់ខ្ញុំគាត់ចែករំលែកទៅកាន់បងប្អូនដោយមិនស្ទាក់ស្ទើរដោយមិនមានការភ័យព្រួយថាអូយបើខ្ញុំចាយទៅទីគេដក green card ខ្ញុំគេដក visa ខ្ញុំគេមិនឲ្យខ្ញុំមកអាមេរិកអីចឹងទៅអត់ទេគឺគាត់ស្ម័គ្រចិត្តគឺគាត់រីករាយក្នុងការចែករំលែកពីព្រោះគាត់ចង់ឲ្យបងប្អូនមានឱកាសដូចជាគាត់ដែរដូច្នេះមិនកម្រនឹងមានមនុស្សអញ្ចឹងបងប្អូនគួរតែចាប់យកឱកាសនេះក្នុងការទម្លាក់សំណួរអ្វីដែលបងប្អូនឆ្ងល់អ្វីដែលបងប្អូនចង់ដឹងហើយ share វីដេអូនេះទៅកាន់អ្នកដទៃទៀតដែលឲ្យគេមានឱកាសដូចជាគាត់ដែរដែលគ្នានឹងវាមិនដឹងដែលគ្នានឹងធ្លាប់មានជីវិតក្រលំបាកវេទនាឬក៏គិតថាខ្លួនឯងមានកូនច្រើនមិនអាចមានឱកាសមកទេបើមិនស្គាល់ណាគេអត់លុយអីទៀតណាឲ្យមើលគាត់បើគាត់អាចធ្វើបានបើគាត់មានឱកាសអ្នកនោះក៏មានឱកាសដូចគ្នាដែរអញ្ចឹងសំណាងមើលអត់ឃើញទេប៉ុន្តែអ្វីដែលយើងអាចដឹងច្បាស់ព្រះនឹងជួយយើងបើសិនជាយើងជាមនុស្សល្អបើសិនជាយើងជាមនុស្សដែលមិនចង់បានរបស់គេបើសិនជាយើងជាមនុស្សសុចរិតទៀងត្រង់ព្រះនឹងតាមជួយយើងរហូតអូខេជម្រាបលាបាយ